នេះគឺជាដំណាក់កាលនីមួយៗនៅក្នុងការចម្រាញ់យកមាសចេញពីក្នុងដីដែលមានជម្រៅ 8 ទៅ 9 ម៉ែត្រប្រឈមទៅនឹងគ្រោះថ្នាក់យ៉ាងខ្លាំងកម្រំតែបានមាសយកមកលក់ដូរនៅក្នុងទីផ្សារនិងច្នៃធ្វើជាម៉ូដទៅតាមរសនិយមរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងទៅជំរាបសួរក៏សួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាតើគេធ្វើបែបម៉េចតើគេរកបែបម៉េចទើបអាចយកមាសចេញពីក្នុងដីបានមុននឹងយើងអាចបូមមាសបានគឺយើងត្រូវស្វែងយល់និងដឹងថាដីប្រភេទណាដែលមានមាសនិងដីប្រភេទណាដែលមិនមានមាសបន្ទាប់ពីយើងស្គាល់ដីហើយគឺយើងត្រូវមានម៉ាស៊ីន2ក្បាលបូមទឹក1និងក្បាលបូមដី1ហើយការបូមមាសនេះគឺយើងមិនអាចបូមមាសតែម្នាក់ឯងបានទេគឺយើងត្រូវមានមនុស្ស3ទៅ4នាក់ទៅបានដំណើរការម៉ាស៊ីនបូមមាសផងយើងបានឃើញកំពុងតែបាញ់ដីនេះគឺជាការបាញ់បំបាក់ដីដើម្បីយកដីរ៉ែមាសនៅខាងក្រោមព្រោះថាដីនៅខាងលើនេះគឺមិនមានមាសទេហើយយើងត្រូវបាញ់បំបាក់ដី8ទៅ9ថ្ងៃដើម្បីយើងអាចយករ៉ែមាសនៅខាងក្រោមបានច្រើនហើយយើងយកដីរ៉ែមាសបានច្រើនយើងក៏បានមាសច្រើនផងដែរការចំណាយទៅលើពេលវេលាយូរបែបនេះគឺយើងត្រូវផាត់ទៅលើប្រេងនិងថ្លៃហូបចុករបស់កម្មករហើយការចំណាយទៅលើពេលវេលាយូរបែបនេះគឺយើងត្រូវអស់ប្រេងប្រហែលជា10កានទៅ5ទៅ10កានក្នុងមួយអ៊ុតការបាញ់ដីបែបនេះក៏មានគ្រោះថ្នាក់ផងដែរទី1គឺអាចបាក់មកចំយើងអ្នកកាន់ទៅយកទឹកនឹងទៅហើយទី2គឺអាចបាក់មកចំយើងអ្នកកាន់ក្បាលបូមអីចឹងទៅយើងត្រូវបាញ់បំបាក់ដីលើបែបនេះរហូតមើលថាយើងបាញ់បាក់បានធំល្មមគួរសមហើយទៅយើងចាប់ផ្ដើមបោះបាតហ្នឹងគឺជាការបាញ់បញ្ចូលដីដែលយើងបាញ់បំបាក់ហ្នឹងបញ្ចូលទៅក្នុងក្បាលបូមទាំងអស់បន្ទាប់ពីបាញ់ដីចូលទៅក្នុងក្បាលបូមគឺក្បាលបូមបឺតឡើងទៅលើតហើយតហ្នឹងមានតួនាទីក្នុងការចម្រាញ់យកមាសនៅក្នុងដីដែលយើងបាញ់បញ្ចូលទៅក្នុងក្បាលបូមហ្នឹងទៅហើយមាសដែលហូរទៅលើតគឺវានឹងធ្លាក់ទៅក្រោមបាតតង់ដែលគេក្រាលប្រភេទមាសនៅក្នុងដីបែបនេះមិនមែនមានរាងមូលប៉ុនមេដៃដោយបងប្អូនធ្លាប់ឃើញនៅក្នុងហាងលក់មាសទេមាសនៅក្នុងដីបែបនេះគឺមានរាងល្អិតទូចប៉ុនជើងធូបហើយវាហូរទៅផ្ដុំគ្នានៅលើតនឹងពេលដែលមាសហូរទៅដល់គឺហូរទៅមាសវាធ្លាក់ទៅក្រោមហើយដីដែលវាហូរទៅជាមួយហ្នឹងគឺវាហូរចេញទៅចុងតទៅមាសគឺវាធ្ងន់អញ្ចឹងហើយនៅពេលដែលវាហូរទៅទោះមានដីហូរទៅជាមួយក៏ដោយក៏មិនប៉ាំងមាសដែរអ្វីដែលសំខាន់នោះគឺមានទឹកហូរទៅជាមួយអញ្ចឹងហើយបានមាសវាធ្លាក់ទៅក្រោមលឿនបែបនេះឥឡូវយើងមកមើលការបាញ់ដីផុសយើងវិញបន្ទាប់ពីប្រើពេលរយៈពេល8ថ្ងៃឥឡូវនេះពួកគាត់គឺចាប់ផ្ដើមបោះបាតយើងត្រូវបាញ់ដីបញ្ចូលទៅក្នុងក្បាលបូមទាំងអស់ទាំងដីលើទាំងដីខ្សែមាសបន្តិចទៀតខ្ញុំនឹងប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាតើគេមើលដីបែបម៉េចទៅដឹងថាដីហ្នឹងវាមានដីមាសនិងមើលបែបម៉េចទៅដឹងថាដីហ្នឹងជាប្រភេទដីដែលមានខ្សែមាសយើងត្រូវបាញ់ដីបញ្ចូលឲ្យស្អាតឲ្យដល់បាតទៅបានយើងបោះមាសទៅបានវាដោយទៅតាមនឹងដែរឃើញកំពុងតែទាញហ្នឹងគឺជាអ្នកដាក់កបូមដើម្បីទាញខ្សែហ្គាឲ្យបឺតដីឡើងទៅលើតបើថាអ្នកកាន់ទៅយកទឹកមិនសូវល្ងាប្រហែលទេប៉ុន្តែអ្នកដាក់ក្បាលបូមហ្នឹងគឺរងាខ្លាំងមែនតែម្ដងព្រោះថាវាខ្ទាតទឹកត្រូវរហូតតែម្ដងឃើញដីបាតរឹងហ្នឹងអាក្រោមហ្នឹងដីបាតហើយគឺគេបាញ់ទៅឡើងកើតទៀតហើយដីខាងក្រោមហ្នឹងគឺមិនមានមាសទេដីដែលមានមាសគឺនៅលើបាតហ្នឹងឯងអាខាងលើហ្នឹងគឺគេបោះសដីស្ដើងខ្លាំងមែនតើខាងក្រោមហ្នឹងគឺដីបាតហើយគឺគេបាញ់លែងចុះទៀតហើយគេត្រូវបាញ់ដីនឹងឲ្យស្អាតបោះបញ្ចូលទៅក្នុងក្បាលបូមទាំងអស់ទៅដីមាសដែលនៅលាយជាមួយនឹងដីហ្នឹងទៅវាប៉ាងទៅជាមួយគ្នាផងដែរគាត់ចូលទៅបោះនៅកន្លែងកលៀតថ្មដាហ្នឹងដីនៅខាងលើក្រោយខ្នងគាត់ហ្នឹងគឺខ្ពស់ខ្លាំងមែនតើប្រសិនបើយើងមិនប្រយ័ត្នវាអាចនឹងបាក់មកចំយើងអ្នកនៅក្បែរដីហ្នឹងអញ្ចឹងការរកមាសនេះគឺវាគ្រោះថ្នាក់នឹងច្រើនដំណាក់កាលខ្លាំងមែនតើទម្រាំតែបានមាសយកទៅលក់ដូរក្នុងទីផ្សារហើយនៅក្នុងដីហ្នឹងខ្ញុំរើសបានថ្មស្អាតខ្លាំងមែនតើខ្ញុំយកមកថតបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាព្រោះថាអ្នកខ្លះគាត់អត់ដែលបានឃើញថ្មប្រភេទនេះទេវាមានរាងជ្រុងមើលទៅដូចគេយកកំបិតយកមកចិតវាអញ្ចឹងហើយខ្ញុំក៏រើសបានត្បូងស្វាយមួយផងដែរត្បូងស្វាយនេះគឺស្រាំនៅខាងក្នុងហើយអញ្ចឹងហើយគឺយើងមិនអាចយកវាទៅច្នៃបានទេយើងមកមើលការបោះបាតវិញយើងបោះបាតតតែបែបនេះទៅបានស្អាតហើយមាសបានវាប៉ើងទៅតាមដីដែលយើងបោះហ្នឹងហើយនេះគឺជាបាតហើយបាតវាគឺជាប្រភេទថ្មអំបិលប៉ុន្តែរឹងដូចខ្ញុំកំពុងតែថតនេះគឺជាដីមាសគឺជាប្រភេទដីដែលផុយហើយមានថ្មពងអឡោកប៉ុនមេដៃប៉ុនមេជើងនៅក្រាងជាប់នៅ
កន្លែងបាតហ្នឹងអាហ្នឹងគេហៅថាដីមាសហើយគេបាញ់តាំងពីលើប្រហែល 8-9 ម៉ែត្រហ្នឹងគឺគេយកដីទៅខាងក្រោមហ្នឹងទេដីប្រហែលជា 1 ម៉ែត្រជាងហ្នឹងដីហ្នឹងគឺមានមាសនេះខ្ញុំថតតែមាសឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញគឺវាជាប់តគ្នានៅនឹងបាតហ្នឹងប៉ុន្តែបើយើងបូមវាដាច់តែខ្សែមាសហ្នឹងគឺយើងបូមឡើងឃើញទៀតហើយដីមាសគឺវាជាប់នៅនឹងបាតហ្នឹងហើយបាញ់ដីលើប្រហែលជា 8 ទៅ 9 ម៉ែត្រប៉ុន្តែដីដែលមានមាសត្រឹមកណ្ដុងដៃដែលខ្ញុំគូសចុះមកក្រោមហ្នឹងប្រហែលត្រឹម 1 ម៉ែត្រហ្នឹងដីហ្នឹងគឺមានមាសចឹងហើយយើងចំណាយពេលយូរបែបនេះគឺក្នុងការបាញ់ដីលើហ្នឹងឯងដីដែលមានមាសគឺត្រឹមតែ 1 ម៉ែត្រចុះក្រោមអីទេអញ្ចឹងតម្រាំទៅបានមាសវាច្រើនដំណាក់កាលខ្លាំងមែនតើទោះវាច្រើនដំណាក់កាលខ្លាំងប៉ុណ្ណាក៏ដោយសារតែការរកមាសនេះវាមានតាំងពីបរមបុរាណមកហើយគ្រាន់តែចាស់ពីដើមគាត់មានជំនាញនិងបទពិសោធន៍ក្នុងការរកមាសផ្សេងគ្នាអញ្ចឹងទៅឥឡូវក្នុងការរកមាសគឺគេច្នៃមកដាក់ក្បាលបូមបឺតឡើងទៅលើតហើយនឹងយកបាញ់ទឹកដើម្បីបាញ់បំបាក់ដីហើយបញ្ជូនវាបញ្ចូលទៅក្នុងក្បាលបូមដើម្បីឲ្យក្បាលបូមបឺតឡើងទៅដល់លើតអ្នកខ្លះគេអត់ដឹងរកអីគេមានតែបូមមាសហ្នឹងឯងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេទោះមាសនៅក្នុងដីជ្រៅក៏យើងអាចយកបានផងដែរដោយសារតែយើងមានឧបករណ៍ជំនួយច្រើនទី1គឺក្បាលបូមបឺតដីនឹងហើយទី2គឺយកទឹកដើម្បីបាញ់បំបាក់ដីដើម្បីងាយស្រួលក្នុងការយកមាសនៅក្នុងដីជ្រៅហើយការធ្វើបែបនេះក៏លឿនផងដែរដោយសារតែចាស់ពីដើមជំនាន់មុនគឺគេធ្វើបែបចម្រោះទេដោយសារតែអត់មានឧបករណ៍ជំនួយដូចជាឈិតហើយនឹងក្បាលបូមបឺតដីឡើងទៅលើតហ្នឹងចម្រោះហ្នឹងគឺយើងកាប់បន្លាយហើយយើងដាក់ដីឲ្យវាទឹកវាហូរដាច់ដីទៅគឺនៅសល់តែមាសនៅខាងក្រោមដូចទៅតដែរទេប៉ុន្តែគ្រាន់តែថាធ្វើហ្នឹងគឺវារឿងយូរប្រើពេលចំណាយពេលជិត1 ខែទៅ2 ខែបានយើងឧតម្ដងចម្រោះហ្នឹងតតែមានហើយមានទឹកហូររ៉ែបានធ្វើការទៀតបើថាទឹកហូរខ្លាំងទឹកហូរបុកខ្លាំងល្មមអីធ្វើការទេតទៅទឹករៀងល្មមបានធ្វើការហើយយើងកាប់ដីតម្លាក់វាឲ្យវាហូរដាច់ដីទៅអស់ទៅគឺនៅសល់តែមាសទេឥឡូវយើងមកមើលតរបស់យើងវិញតរបស់យើងគឺគេធ្វើអត់ចោតពេកទេចោតពេកវាអញនឹងប៉ើងមាសគេធ្វើប៉ិនបែបលមាក្រូចឲ្យទឹកហូរមកកុំឲ្យបុកខ្លាំងពេកបើថាបុកខ្លាំងពេកវាអាចនឹងប៉ើងមាសតកាលពីមុនគេធ្វើអញ្ចឹងដែរហើយគេដាក់រៀងកម្មអញ្ចឹងដែរប៉ុន្តែគេក្រាតតង់ទេប៉ុន្តែឥឡូវគេច្នៃមកដាក់កសែងនៅពីក្រោមនេះអានេះប្រភេទជាកសែងចាប់មាសកសែងជូតជើងហ្នឹងគេច្នៃយកមកដាក់ចាប់មាសទោះមាសល្អិតទូចក៏កសែងហ្នឹងអាចចាប់បានដែរបើកាលពីមុនវិញគេបូមដែរប៉ុន្តែគេអត់ច្នៃដាក់កសែងហ្នឹងទេអញ្ចឹងហើយវាចាប់បានតែមាសក្រើមទេបើថាមាសល្អិតទូចវាប៉ើងទៅបាត់ហើយបងប្អូនមើលទៅប្រភេទកសែងគឺជាកសែងបែបហ្នឹងឯងគឺវាហូរមកគឺវាធ្លាក់លើកសែងហ្នឹងឯងព្រោះយើងធ្វើកម្មបែបតណាអញ្ចឹងវាហូរមកមានកលៈវាដើម្បីមាសវាហូរធ្លាក់ទៅខាងក្រោមមកមើលការបោកបាតរបស់យើងវិញគឺគេបាញ់មាសប្រមូលបញ្ចូលទៅក្នុងក្បាលបូមមកហើយអញ្ចឹងហើយគឺវគ្គហ្នឹងគឺវគ្គជប់មាសគឺយើងបាញ់វាឲ្យបញ្ជូនវាបញ្ចូលក្នុងក្បាលបូមហើយយើងកូរក្នុងកលុកហ្នឹងទៅដើម្បីវាបឺតឡើងទៅលើតឲ្យអស់បន្ទាប់ពីជប់បាតហ្នឹងហើយគឺយើងត្រូវបឺតទឹកទៅឲ្យយូរបើសិនជាយើងបឺតទឹកទៅល្មមវាជាប់មាសតាមកកហ្នឹងវាបឺតមាសមកអត់អស់ទេអញ្ចឹងហើយយើងត្រូវបឺតទឹកមកយូរបានប៉ើងមាសមកលើតអស់បន្ទាប់ពីគេបាញ់ប្រមូលដីបឺតឡើងមកលើតអស់គឺគេចាប់ផ្ដើមលាងតដើម្បីងាយស្រួលក្នុងការរែងគឺយើងចម្រាញ់យកដីខាងលើតហ្នឹងចម្រាញ់វាយកឲ្យអស់នៅសល់តែដីធំកន្លះពេត្រូទេយើងយកទៅរែងទៅ2ឆ្នាំគឺអស់តែម្ដងគេត្រូវបាញ់កជ្រោកកូននៅលើក្បាលតហ្នឹងហើយគឺគេបាញ់យកសម្រាមអានៅជាប់តាមក្បាលតហ្នឹងហើយនឹងលាងថ្មលាងអីគេរើសថ្មរើអីបោះចោលស្អាតទៅគេចាប់ផ្ដើមបោកកសែងបោកអីទៀតពេលដែលគេបាញ់កោបអាដីមួយមកកោបកជ្រោកវាប្រផុសឡើងលើទៅមាសគឺវាធ្លាក់ទៅខាងក្រោមហើយនេះខ្ញុំរើសបានថ្មវាប៉ើងមកជាមួយគឺពណ៌គឺឡតស្អាតមែនតើគេត្រូវបាញ់កោដីកជ្រោកអាដីមួយមកហ្នឹងកោរុញឡើងទៅលើឲ្យអស់ដើម្បីវាហូរអាដីដែលខ្សាច់បត់ហ្នឹងវាហូរចុះមកក្រោមឲ្យគេវីតម្លាក់ទៅហើយអាកសែងហ្នឹងគេបត់ទុកម្ដុំសិនគេអត់បោកទេអាអ្នកវីហ្នឹងចេះតែវីដីហ្នឹងវីតម្លាក់ទៅមាសគឺនៅខាងលើនោះគឺគេទប់មាសឲ្យនៅខាងលើអាកន្លែងមានអាចដែកហ្នឹងគឺមានមាសហើយគេត្រូវកាយវីដីអាដីខ្សាច់នៅខាងក្រោមហ្នឹងកាយវីឲ្យអស់ហើយមាសគឺនៅខាងលើគេទប់នៅខាងលើហ្នឹងឯងដើម្បីវីដីសតតិចល្មមគឺគេចាប់ផ្ដើមបោកកសែងហើយប្រភេទមាសគឺវាធ្ងន់ចឹងហើយនៅពេលគេ
cái vi tới cái mình đã tục đây nó khăng lơ tới mi cứ việc lẹ tới thế còn tọp vì đây so đường tịch là mồm của so mấy kia cái chập là bọc cái sải cái bọc bài năng anh cái trời chỉ lụa lơ bọc hay bông bông khơi nhớ đây à đây hồ trên cái sải nó đây những cái chọc mi ấy mi cứ việc căng chọc là cái sải năng anh chẳng ai dân trời bọc lơ chỉ lụa vi bọc ở khăn màn tranh mi mà đại ai à cái sải nhưng có hôm này sơi chọc mi khăn đây à cái sải ca smile lơ cái ba to này bạn chọc mi khăn sao từ việc hồ máu cứ trong ba to này chẳng ấy mi cứ lẹ đọ tới crom lươn đấy vì chọc nơi ta cái sai ní tràn trên kề cái sai có hôm nó sơn cho của màn để cái sai như một phết được cái sai được cái nắp tụt chân kề cho nằm đạn nơi tam một tè hay nó là nó lạnh đạo chân đấy nó là nó cái này do mà đã chọc mi hay một phết mi cứ bị chọc nơi là sai nó ấy hay nơi cái ba to đấy nhưng rồi bạn là mò trong lại anh ấy chưa một phết được mò chờ một con nữa nè chơi ra tại vì cá tại vì mò chẳng đôi chơi về bật chẳng nhưng chơi từ đó thò tục ỏi bụng mai bông bồn từ kia ban khơi tới một phê mò này được không đây chẳng ấy cứ cùng rò ban khơi khăn mình tén bọn to về cái bọ cái sai vô mi ở hai cứ cái chập đồng vi ở đây sạch này khom nó đây nó cửa mi tê đây là mi cứ nơi không lờ để cái tục cho mỗi ngày đại nó ngà phê đấy nó cứ mi cái trâu vi đây à đây sạch cơm nơi khăn khom nó vi từ lẹ tới làm bài tục tại đây nó khăn lơ ní mà là môm là bài nghi xuống không cả do từ rèn chẳng ai dân bom đây lơ bom đây crom rồi châu này tới đây mình men tê tê đây như trong tôi đang lần cần nuôi ấy hay trong cái mất cái vô đây là cái lá petro nó bây giờ từ rèn hai bậc phê mía cứ lợt đất mê đi bông bồn khơi nữa cái bài ảnh đây nó là nắng mi hai mi để kê chùm ranh tranh bị đây mau tại mà đó là nắng bậc phê mi cứ vì là ớt tu vì một đông khi này lơ to nó là nắng mi hay nè nắng mi hay nhầm thọ rồi cũng mai bông bồn đó khi bàn khơi chẳng ai kêu lang ca đó ngay để bông bồn vẽ nắng từ ban mà bị ca bông mi nắng anh và thả ban nè bông mi thế cứ ở ban kêu lang ca vẽ đó ngay nắng tê cái lại đụng mi lỗi nắng tinh vì kê để bông mi nắng anh mi cứ bị chọc nữa các bà to này nhẹ vì từ hàng crom nó vì tới đây vì sẽ từ tới to về kê liên to hai cái kê chấp đam cho đây thì kê liền mà những cái do mà rèn khơi cái bông tơ vì nó cứ chỉ cao đây mi hai đầm bay vì ở đây mi vì sẽ từ crom hay đây để ở miền mi cứ bị lại mặc khăn lờ những cái vì lạ tới đây là miền mi cứ bị lại khăn crom mày hai đây mi cứ bị sợ chọc này dùng môi ai đây những anh chẳng ấy đây mi bật hà mình chơi ra tới vì tới đòi ta mãi đây những anh khơi có hôm nâng 300 nó là nâng chỉ mi hai cái ra anh của vi bây giờ mi đồng châu kia tới nơi 300 ngày bậc hết mi cứ bị ngôn chẳng ai là pe đều dương ra tới của vi tới cứ vi chọn nơi 300 ngày bọn to về kê đây mơ từ so lại đại tịch là mồm của xong hai kê chập đám chập rọt khơi nhà tắc so nó chia bậc hết rọt đầm bây giờ mà chập mi tu mi là ít khăn đó của vi chập tới việc chập đồng với châu kia tới giờ nghi sưu không cả thơ mi phong ná khơi bậc phê so prom nên năng nắng chỉ bậc phê mi hai nơi phê để kê chập rọ tới mi nắng cứ việc bài từ so mình đái việc đông cái này nghi sưu cả thơ mi sụp mi thì dương bom của mà ngày nó cứ bàn tập phần năng thế cái trời thơ về do đại cho nhảy đồng bay ở dương đột tới mi năng về có hòm lỏ mi nó về thì dương chập rọt hai cái dương ai put về do về một đông kia
ដើម្បីងាយស្រួលក្នុងការធ្វើជាងមុនបើជំនាន់អត់មានប្រតវិញគឺគេវាយនឹងដៃវាយត្រឹមទាំងអស់ហ្នឹងប្រហែល1 ម៉ោងទៅ2 ម៉ោងអីត្រឹមតែអាចដែកហ្នឹងប៉ុន្តែបើឥឡូវវិញគឺគេច្នៃមកធ្វើជាប្រភេទប្រតបែបនេះគឺគេធ្វើតែកន្លះម៉ោងអីហើយមាសដែលយើងបូមប្រហែលថ្ងៃហ្នឹងស្រុបចូលគ្នាមកគឺបានតែប៉ុណ្្នឹងទេបន្ទាប់ពីគេធ្វើយកឲ្យតែចេញអស់គឺគេចាប់ផ្ដើមយកអាប្រតហ្នឹងយកមកដុតមាសកាលណាដែលយើងដុតទៅគឺវាលាយចូលគ្នាហើយគ្រាន់តែយើងប្រើភ្លើងរៀងខ្លាំងគួរសមបានមាសហ្នឹងវាលាយចូលគ្នាឃើញសកំពុងយកទៅដាក់ហ្នឹងអាហ្នឹងជាប្រភេទទឹកអង្សាដើម្បីដាក់ឲ្យមាសវាក្រហមប្រភេទទឹកអង្សាហ្នឹងគឺយើងដាក់ទៅដើម្បីឲ្យកាត់ជាតិប្រតនិងជាតិដែកឲ្យអស់នៅពេលដែលយើងដុតមកគឺមាសគឺវាទឹកក្រហមល្អបន្ទាប់ពីដុតរៀងយូរគួរសមហើយគេយកអាមាសហ្នឹងយកមកតម្លាក់ចូលទឹកមកគឺវាចេញរៀងក្រហមមកហើយយើងសរុបមាសដែលយើងបូម10ថ្ងៃគឺបានមាសតែប៉ុណ្្នឹងឯងអញ្ចឹងហើយវីដេអូនៅក្នុងការរកមាសនេះក៏សូមមកដល់ទីបញ្ចប់តែត្រឹមហ្នឹងឯង